សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបដូចជាសម្លម្ជូរយួនជាដំបូងខ្ញុំបានដាក់អូលីវហើយបន្ទាប់មកទៀតខ្ញុំដាក់ខ្ទឹមសលីងខ្ទឹមសឲ្យឡើងក្រៀមបន្ទាប់ហើយខ្ញុំក៏លើកដាក់ចានមួយដុំសិនខ្ទឹមនៅសល់គឺខ្ញុំទុកឆាជាមួយនឹងខួបង្គាបន្ទាប់មកខ្ញុំក៏ចាក់ទឹកចូលបន្ទាប់ពីទឹកពុះរួចហើយខ្ញុំក៏ដាក់បន្លែចូលបន្លែរបស់យើងដូចជាត្រឡាចប៉េងប៉ោះខ្ញុំដាក់ត្រឡាចនិងប៉េងប៉ោះចូលមុនដើម្បីឲ្យបន្លែទាំងពីរមុខនេះឆាប់ឆ្អិនរួចហើយខ្ញុំក៏ផ្សំគ្រឿងដោយដាក់ដុំខ្នុរទឹកត្រីស្ករសនិងម្នាស់ហើយនឹងពោតបារាំងសណ្តែកបណ្ដោះច្របល់បន្លែឲ្យចូលគ្នាហើយខ្ញុំក៏ដាក់សាច់បង្គាចូលទឹកអំពិលទុំដាក់ខ្ទឹមសចូលខ្ទឹមដែលខ្ញុំបានបំពងជាលើកដំបូងជាចុងក្រោយខ្ញុំបង់ជីរង្វង់ចូលហើយនឹងម្ទេសផងដែរសម្លម្ជូរយួនរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ហើយ